សម្រាប់អ្នកមានបំណងចង់ទៅលេងប្រទេសឡាវគួរតែមើលវីដេអូនេះតាមពីដើមរហូតដល់ចប់ខ្ញុំនឹងប្រាប់អ្នកទាំងគ្នាពីមធ្យោបាយក្នុងការធ្វើដំណើរកន្លែងដើរលេងនិងការចំណាយទាំងអស់ថាតើធ្វើបែបណាការចំណាយនឹងវាអស់តិចហើយមានសុវត្ថិភាពអំឡុងពេលដើរលេងឲ្យតែtheo bạnដើរលេងឲ្យវាយអាវ៉ាន់កៅអៅរៀបរយចុះឡើងឯហ្នឹងលោចុះលោឡើងហ្នឹងចង់យកជ្រៅបាត់ហើយចឹងបាក់ឡើងពួកខ្ញុំងើបតាមពីម៉ោង5ភ្លឺដើម្បីរៀបរយខ្លួនហើយយើងចេញដំណើរទៅបេឡានព្រោះថាឡានខ្ញុំចេញនៅម៉ោង7ព្រឹកហើយជិះឡានប្រេបន្ថែមហ្នឹងខ្ញុំកក់សវត្តឡានតាមពីមួយខែមុនព្រោះថាដើរលេងចំថ្ងៃបុណ្យទានផងអញ្ចឹងទៅខ្លាចអត់មានសវត្តទៅចំណែកឯសវត្តឡានណាគឺខ្ញុំទិញតាម app VAT Express ដែលខ្ញុំដាក់ទិសដៅពីភ្នំពេញ direct រហូតទៅដល់វៀងច័ន្ទហើយតម្លៃសវត្តគឺ$60ប៉ុន្តែដោយសារតែខ្ញុំទិញតាម app អញ្ចឹងទៅគេ discount 5%អញ្ចឹងនៅសល់តែ57ទេបើនិយាយពីប្រទេសឡាវក៏ប៉ុន្តែចង់ទៅយូរហើយប៉ុន្តែធ្លាប់ឃើញអ្នកធ្លាប់ទៅមុននេះអញ្ចឹងណាធ្លាប់ឆែកមើលអញ្ចឹងទៅគឺមធ្យោបាយក្នុងការធ្វើដំណើរវាស្មុគស្មាញពេកត្រូវជិះភ្នំពេញទៅដល់ស្ទឹងត្រែងហើយចេញពីស្ទឹងត្រែងទៅរឡានជិះទៅដល់ប៉ាក់សេហើយចេញពីប៉ាក់សេត្រូវទៅរឡានគេងយប់ជិះទៅរហូតដល់វៀងច័ន្ទហើយត្រូវបន្តជិះរថភ្លើងអីចឹងទៀតដើម្បីទៅដល់លួងព្រះបាងអីចឹងទៅហើយមួយទៀតនោះបើសិនជាគេមានមធ្យោបាយធ្វើដំណើរដែរតាមយន្តហោះប៉ុន្តែយន្តហោះអស់លុយច្រើនអញ្ចឹងក៏សួរខ្លួនអញដែរអូចប់អីចឹងប្រទេសឡាវគឺអត់បានទៅអញ្ចឹងមានណាគ្រាន់តែឡានប្រេបន្ថែមគេបាក់ជើងធ្វើដំណើរពីភ្នំពេញទៅដល់ប្រទេសឡាវខ្ញុំនេះអលខេតខំហើយណាត់គ្នាតាមពីខែ8ខែ9ព្រោះខ្ញុំចាំថាគាត់បើកជើងធ្វើដំណើរដូចជាខែ8ហ្នឹងខែ9ហ្នឹងគាត់បើកធ្វើដំណើរមានពីភ្នំពេញទៅដល់ប៉ាក់សេពីសៀមរាបទៅប៉ាក់សេឬក៏ពីភ្នំពេញទៅដល់វៀងច័ន្ទដូចខ្ញុំនេះក៏បានដែរនិយាយរួមខ្ញុំសុំសរសើរហ្មងនិយាយមែនគាត់ជិះ direct ទៅដល់ហ្មងអញ្ចឹងដល់ពេលអញ្ចឹងខ្ញុំស្រួលបុកតែម្ដងជិះ direct ទៅដល់អញ្ចឹងណាអញ្ចឹងខ្ញុំអត់ពិបាកទៅរកអោសឡានទៅរកឡាននេះតាក់តងនោះអីចឹងវាពិបាកសោកស្មាអញ្ចឹងជិះ direct ទៅហ្មងគ្រាន់តែថាការជិះនោះវាចំណាយពេលយូរបើសិនជាជិះរហូតទៅដល់ពីភ្នំពេញទៅប៉ាក់សេជិះតែ11ម៉ោងឯងប៉ុន្តែបើជិះពីភ្នំពេញទៅដល់វៀងច័ន្ទដូចខ្ញុំត្រូវចំណាយពេលរហូតទៅដល់23ម៉ោងហើយបើនិយាយអំពីឡានវិញខ្ញុំទុកចិត្តទុកអារម្មណ៍ចាញ់ឡើងអ្នកទាំងគ្នាអត់បានទេគឺថាឡាន clean comfort ស្អាតមែនតើហើយប្រភេទឡានដែលខ្ញុំជិះនេះគឺប្រភេទឡាន VAT Airbus ដែលមាន Wi-Fi មានបន្ទប់ទឹកមានអាហារពេលព្រឹកមានកាហ្វេមានទឹកអីអូយរួមមានម៉ាសេតឲ្យអ្នកទាំងគ្នាហើយកៅអីរបស់ខ្ញុំខ្ញុំតែមេតអីមិនបន្តិចទៀតហើយនិយាយរួមមើលទឹកមុខពួកខ្ញុំមើលគឺថាសុវ័យមែនតើហ្មងហើយញ៉ាំមកស្រឡាញ់រហូតហ្មងគឺញ៉ាំតាមពីឡើងឡានរហូតទៅដល់ចុះលើឡានគឺញ៉ាំរហូតអាហារពេលព្រឹកអាហារពេលព្រឹកខ្ញុំឲ្យចាញ់ណាខោសណាអាខោសណាអឺវិញដល់បាយមួយតែពេលរយៈមួយទៀតមានតែគោមួយពីរអរេទីទៀតមានទៀតតោះដល់វាអានបកស៊ីមានអីគេខ្លះបាទមានតែកោនេះផ្លែឈើមួយផ្លែអត់មកផ្លែឈើទៅនេះអានបកស៊ីដែរហើយជិះមានតែកោចិត្តបាទអ្នកក៏សោខូលខ្ញុំស្គាល់គ្រាន់តែហេពេលបាក់ហើយក៏ដល់ម៉ោងកតទៀតអីថាតើយើងចង់ញ៉ាំអីគេសម្រាប់បាយថ្ងៃត្រង់មានបាយសាច់ជ្រូកមានបាយឆាមានបាយឡុកឡាក់អីចឹងទៅអញ្ចឹងយើងចង់ញ៉ាំអីយើងប្រាប់គាត់ទៅណាគាត់រៀបចំជូនសម្រាប់បាយថ្ងៃត្រង់ហើយបាយថ្ងៃត្រង់ហ្នឹងគឺគេ free ឲ្យណាបានគេបាយគេមិញបាយឡុកឡាក់អូនបាយឡុកឡាក់ដែរបាយឆាបាយគេពីរនាក់បាយគេបាយសាច់ជ្រូកអាំងខ្ញុំខាត់ហើយការមិនបាក់បាយគេបាយឡុកឡាក់មកបាយឡុកឡាក់សាច់ជ្រូកអាំងខ្ញុំឡុកឡាក់មកសាច់ជ្រូកអាំងដូចគ្នាខ្ញុំឡុកឡាក់ដែរតាសុំមួយអូខេបាយឆាមកនេះបាយឆាឡុកឡាក់នេះបាយឆានេះបាយឡុកឡាក់គ្រាន់តែញ៉ាំបាយហើយម្នាក់ពលបាយគេងស្ដុកស្ដឹងអស់ហើយអញ្ចឹងយើងមកដល់ស្ទឹងត្រែងនៅម៉ោងប្រហែលជា2កន្លះហើយអញ្ចឹងយើងបន្តដំណើរទៅដល់ព្រំដែនកន្លែងខ្មែរឡាវហ្នឹងនៅម៉ោងប្រហែលជា3កន្លះអ្នកទាំងអស់គ្នាពេលមកដល់ច្រកព្រំដែនខាងខ្មែរគឺពួកខ្ញុំគេតម្រូវឲ្យយកអីវ៉ាន់ទាំងអស់ចុះពីលើឡានដើម្បីយកទៅ scan ហើយវាយត្រាដើម្បីចូលហើយអញ្ចឹងតាម process របស់ពួកគាត់រហូតគាត់រៀបចំគាត់នាំយើងផ្លូវទៅនេះទៅនោះអញ្ចឹងណាអញ្ចឹងពេលពួកខ្ញុំ scan ឲ្យវាយវ៉ាន់ហើយក៏នាំគ្នាយកឲ្យវាយវ៉ាន់ហ្នឹងយកទៅឡើងឡានវិញហើយពួកខ្ញុំបន្តទៅខាងឡាវម្ដងដើម្បីវាយត្រាថាយើងចូលទៅលេងឡាវអញ្ចឹងណាហើយអញ្ចឹងអាកន្លែងដល់ខាងឡាវគឺពួកខ្ញុំអត់យកឲ្យវ៉ាន់ចុះហើយដោយសារខ្ញុំ scan ហើយអញ្ចឹង process តាក់ទងនៅកន្លែងព្រំដែនអត់មានស្មុគស្មាញហើយក៏អត់អស់លុយកាក់អីដែរដោយសារតែខាងវរៈបន្ថែមគឺគាត់រៀបចំពួកខ្ញុំមួយសេតទាំងអស់គ្នានៅលើឡានហ្នឹងគឺ direct ហ្មងអញ្ចឹងនិយាយរួមស្រួលមែនតើហ្មងជិះឡានមួយពួកគាត់គឺងាយស្រួលមែនតើហើយតាក់ទងនឹងការដូរលុយជាបទពិសោធន៍ខ្ញុំដូរពីភ្នំពេញហើយឬក៏ដូរនៅប៉ាក់សេ
ឬក៏វាងច័ន្ទក៏បានដែរប៉ុន្តែបើដូរនៅកន្លែងព្រំដែនហ្នឹងហ្មងអាចដូរខ្លះដែរប៉ុន្តែកុំដូរច្រើនពេកដោយសារដូរនៅហ្នឹងគឺគេឲ្យរ៉េតទាបមែនតើហើយបើដូរនៅក្រុងគេហ្មងអាហ្នឹងចំណេញវិញអញ្ចឹងណាអ្នកទាំងអស់គ្នាហើយមួយទៀតតកតងនឹង SIM card អ្នកទាំងអស់គ្នាអាចទិញនៅកន្លែងច្រកព្រំដែនហ្នឹងបានអាហ្នឹងទិញចំណេញវិញដោយសារទិញនៅច្រកព្រំដែនអស់តែ15000លុយខ្មែរតែបើសិនជាយើងទិញនៅក្នុងក្រុងរបស់គេហ្មងគឺប្រហែលជាអស់20000អស់$5ឬក៏$6ហើយអញ្ចឹងអ្នកទាំងអស់គ្នាគួរតែទិញនៅកន្លែងច្រកព្រំដែនហ្នឹងឲ្យហើយទៅអូខេ finally ពួកខ្ញុំមកដល់ខេត្តប៉ាក់សេនៅប្រទេសឡាវហើយអានេះជាទីស្នាក់ការរបស់គាត់នៅខាងប៉ាក់សេអញ្ចឹងពួកខ្ញុំក៏នាំគ្នាយកអីវ៉ាន់ដើម្បីដូរឡានដែលជាក្រុមហ៊ុនដៃគូរបស់គាត់ហ្នឹងជិះពីខេត្តប៉ាក់សេហ្នឹងទៅដល់ខេត្តវៀងច័ន្ទម្ដងទៀតដែលជារយៈពេល12ម៉ោងទៀតហើយបើសួរថានាំគ្នាធ្វើដំណើរយូរយ៉ាងហ្នឹងហេតុអីក៏មិននាំគ្នាសម្រាប់គេនៅប៉ាក់សេមកយប់សិនហ្នឹងហើយចាំព្រឹកឡើងបន្តដំណើរទៅទៀតអីចឹងណាអ្នកគ្នាមុនដំបូងខ្ញុំឆ្ងល់ថាជីអញ្ចឹងដូចធ្វើបាបខ្លួនឯងចឹងមិនមែន trip ទេណានេះចូលលក្ខណៈធ្វើបាបខ្លួនតែការពិតអ្នកគ្នាពេលទៅដល់ខេត្តវៀងច័ន្ទហ្មងមិនដឹងថាហេតុអីបានជាគេរៀបសវត្តមកគឺភ្នំពេញមកដល់វៀងច័ន្ទជីអញ្ចឹងដោយសារតែពីប៉ាក់សេទៅវៀងច័ន្ទគឺផ្លូវពិបាកមែនតើអ្នកគ្នាអានេះគុំតពួកខ្ញុំគេងឡានគេជប់បានរៀងស្រួលខ្លួនណាដោយសារយើងបានតមេតខ្នងបើសិនជាអង្គុយជិះឡានអង្គុយកៅអីវិញអូយនឹងថាពិបាកមិនម៉ាទេព្រោះថាអាលាក់ខ្លាំងមែនតើមកពីប៉ាក់សេទៅវៀងច័ន្ទហ្នឹងគឺអាលាក់ម្ដងសឹងតែហោះដល់ដបូលអញ្ចឹងមិនថាអូអញ្ចឹងបានហេតុអីបានគាត់ទៅរៀបសវត្តអញ្ចឹងណាហើយការពិតជិះទៅវាបានយើងបានតមេតឆ្អឹងខ្នងហើយមួយទៀតបើសិនជាយើងជិះឡានគេងយប់អញ្ចឹងវាចំណេញពេលវេលាហងព្រោះដោយសារតែអ្នកចង់ទៅលេងលួងប្របាំងដូចខ្ញុំត្រូវជិះរថភ្លើងលបឿនលឿន2ម៉ោងកន្លះដើម្បីទៅដល់ខេត្តលួងប្របាំងទៀតអញ្ចឹងគឺចំណាយពេលយូរមែនតើអញ្ចឹងបើសិនជាយើងអត់ធ្វើដំណើរអញ្ចឹងទេគឺថាសាច់មិនបាច់ដើរលេង5ថ្ងៃ trip ហ្នឹងគឺជាធ្វើដំណើរសុទ្ធហ្មងហើយអត់គឺអត់បានដើរលេងសោះហ្មងអ្នកទាំងអញ្ចឹងបានន័យថាយើងចំណេញទាំងថវិកាផងចំណេញទាំងពេលវេលាផងនេះហ่าខ្ញុំអត់បោករួមទាំងពេលវេលាដែលខ្ញុំត្រូវចំណាយពេលបើសិនជាអត់មានឡានបរិបត្តិថាគឺខ្ញុំចំណាយពេលត្រូវរកឡានពីភ្នំពេញមកស្ទឹងត្រែងហើយជិះពីស្ទឹងត្រែងមកដល់ខាងប៉ាក់សេពីប៉ាក់សេមកវៀងច័ន្ទទៀតយល់រួមគឺចំណាយពេលច្រើនមែនតើហើយអាហ្នឹងបុកអោសឡានផងអញ្ចឹងយើងអត់ដឹងថាត្រូវទៅតងអ្នកណាធ្វើអីអញ្ចឹងណាអ្នកគ្នាអញ្ចឹងឥឡូវស្រួលមែនតើជិះពីភ្នំពេញដល់មកដល់វៀងច័ន្ទតាមក្រុមហ៊ុនឡានបរិបត្តិថាគឺងាយស្រួលមែនតើហើយ$60មកដល់អញ្ចឹងចំណេញទាំងថវិកាចំណេញទាំងពេលវេលាទៀតទៅដល់វៀងច័ន្ទហើយភ្លាមពួកខ្ញុំក៏ហៅឡានតាក់ស៊ីដើម្បីជិះទៅស្ថានីយ៍រថភ្លើងហើយពួកខ្ញុំកម្រងថាជិះរថភ្លើងលបឿនលឿនទេប៉ុន្តែទៅដល់កន្លែងដែលខ្ញុំមកដែលខ្ញុំត្រូវការជិះហ្នឹងគឺវាអស់អាលីងអ្នកទាំងគ្នាអញ្ចឹងក៏ពួកខ្ញុំសម្រេចចិត្តជិះរថភ្លើងធម្មតាព្រោះរថភ្លើងធម្មតាហ្នឹងប្រហែលជាខុសគ្នាហើយកន្លះម៉ោងទីថាយើងជិះរថភ្លើងធម្មតា3ម៉ោងមកជិះរថភ្លើងលបឿនលឿនតែ2ម៉ោងកន្លះអីចឹងណាជិះរថភ្លើង3ម៉ោងហើយប៉ុន្តែធម្មតាយើងត្រូវចាំរថភ្លើងផងហើយតំណតែម្ដងហើយយើងជិះរឡានតាក់ស៊ីរអីទៅដល់តែដល់អីទៀតនិយាយរួមសាច់ថាតំណតែម្ដងតែ check in check អីហើយហ្នឹងគឺម៉ោង12ជាងអ្នកទាំងគ្នាខ្ទង់ម៉ោង1បានទៅនាំគ្នាដើរទៅរកអីញ៉ាំអីអញ្ចឹងនិយាយរួមចំណាយពេលមកផឹកទៀតគ្រាន់តែធ្វើដំណើរអញ្ចឹងពួកខ្ញុំពេលដល់ភ្លាមក៏រកបាយរកអីញ៉ាំអីចឹងទៅហើយតតងមហូបនៅប្រទេសឡាវអ្នកទាំងគ្នាគឺថាឆ្ងាញ់គ្រប់មុខហ្មងមិនមែនដោយសារឃ្លានណាអ្នកទាំងគ្នាតាមទី2ពេលបកហូបគេអញ្ចឹងអ្នកទាំងគ្នាវាបាយបន្លែអញ្ចឹងបន្លែតែលហុងហ្នឹងអត់គេមុខលៀនគ្រឿងមកឆ្ងាញ់អានេះសុំរកកម្រិតនេះគេមិនញ៉ាំកម្មជាតិទៅលើថាឆ្ងាញ់ចាំទី2ដូចគ្នាញ៉ាំអស់ហើយតំថតចានទី2តំពេលឃើញបងកាត់លុយចាងឹតមុខឃើញសូនច្រើនពេកតែលុយដុល្លារទៅច្រើនដោយសារឃ្លានពេកអញ្ចឹងអត់បានថតមហូបបោពេញនៅលើតុឲ្យអ្នកគ្នាមើលប៉ុន្តែនិយាយថាមហូបគឺច្រើនមែនតើហើយញ៉ាំឆ្ងាញ់គ្រប់មុខហើយអស់អាលីងហ្មងអ្នកនរគ្នាហើយមហូបគិតទៅអស់ម្នាក់តែ$3ជាងហើយយល់រួមមហូបនៅនឹងធូរថ្លៃហើយឆ្ងាញ់គ្រប់មុខហ្មងហើយពួកខ្ញុំគេងនៅម្ដុំផ្សាររាត្រីអញ្ចឹងយប់ឡើងស្រួលណាត្រឹម50ម៉ែត្រ100ម៉ែត្រហ្នឹងនាំគ្នាដើរមកផ្សាររាត្រីដើរញ៉ាំដើរមើលគេមើលឯងអញ្ចឹងណាហើយអញ្ចឹងស្រួលអត់អស់លុយថ្លៃតាក់ស៊ីទេនិយាយរួមទៅមួយ trip នេះរយៈពេល5ថ្ងៃចាយម្នាក់អស់ត្រឹមតែ$300ទាំងការធ្វើដំណើរទាំងការស្នាក់នៅទាំងការហូបចុកហ្នឹងអស់ម្នាក់ត្រឹមតែ300អ្នកខ្លះអស់ត្រឹមតែ280ទៀតអញ្ចឹងបើអ្នកទាំងគ្នាបើមានបំណងចង់ទៅលេងប្រទេសឡាវដូចខ្ញុំអាចមើលពីរបៀបក្នុងការធ្វើដំណើររបស់ខ្ញុំបានអូខេអរគុណអ្នកទាំងគ្នាសម្រាប់ការតាមដានទស្សនាវីដេអូតាំងពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយជម្រាបលាបាយបាយ